បាទសូមឲ្យខ្ញុំបានសង្ខេបសក្តិសិបាយសម្រាប់ថ្ងៃអាទិត្យទី29ខែមីនា2026នេះអរុនសួស្តីថ្ងៃនេះជាថ្ងៃដ៏ពិសេសមួយវាគឺជាថ្ងៃដែលយើងចងចាំនៅពេលដែលព្រះយេស៊ូវជិះលើខ្នងសត្វលាចូលទៅក្នុងក្រុងយេរូសាឡឹមខណៈពេលដែលថ្ងៃនោះហាក់ដូចជាថ្ងៃដ៏រីករាយវាទំនងជាថ្ងៃដ៏ជូរចត់សម្រាប់ព្រះយេស៊ូវពីព្រោះទ្រង់ជ្រាបថាទ្រង់នឹងធ្វើដំណើរទៅកាន់សេចក្តីស្លាប់ក្នុងរយៈពេលដ៏ខ្លីត្រឹមតែប្រមាណថ្ងៃទៀតប៉ុណ្ណោះព្រះយេស៊ូវគឺជាព្រះសង្គ្រោះដែលបានសន្យានឹងជួយសង្គ្រោះអស់អ្នកណាដែលបានអំពាវនាវដល់ព្រះនាមទ្រង់ហ្វូងមនុស្សបានទន្ទឹងរង់ចាំថ្ងៃនេះជាយូរមកហើយនៅក្នុងព្រះគម្ពីរម៉ាថាយត្រឡប់ទៅជំពូកទី16វិញព្រះយេស៊ូវបានចាប់ផ្ដើមមានបន្ទូលអំពីការយាងមកដល់របស់ទ្រង់ក្នុងក្រុងយេរូសាឡឹមក្នុងព្រះគម្ពីរម៉ាថាយជំពូក16ខ21បាននិយាយថាចាប់ពីពេលនោះមកព្រះយេស៊ូវចាប់ផ្ដើមបង្ហាញដល់ពួកសិស្សរបស់ទ្រង់ថាទ្រង់ត្រូវតែយាងទៅក្នុងក្រុងយេរូសាឡឹមហើយត្រូវរងទុក្ខវេទនាជាច្រើនពីពួកព្រឹទ្ធាចារ្យសម្ដេចសង្ឃនិងពួកអាចារ្យហើយនឹងត្រូវបានគេសម្លាប់ប៉ុន្តែនៅថ្ងៃទី3ទ្រង់នឹងមានប្រជញ្ញរស់ឡើងវិញតាមពិតទៅជាយូរមកហើយព្រះជាម្ចាស់បានសន្យាថានឹងចាត់ព្រះសង្គ្រោះមួយអង្គមកកាន់រាជរបស់ទ្រង់ពេញមួយព្រះគម្ពីរសញ្ញាចាស់យើងអាចឃើញសេចក្តីសន្យាអំពីព្រះសង្គ្រោះមួយអង្គដែលត្រូវយាងមកជាពិសេសព្រះគម្ពីរម៉ាថាយដកស្រង់សម្ដីដោយព្យាការីសាការីជំពូកទី9ខ4ដែលស្ថិតនៅក្នុងព្រះគម្ពីរសញ្ញាចាស់ថាការនេះបានកើតឡើងដើម្បីបំពេញអ្វីដែលព្យាការីបានថ្លែងគឺនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក21ខ5ចូលប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថាមើលណព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយព្រះអង្គមានព្រះハរតីស្លូតបូតព្រះអង្គគង់លើខ្នងសត្វលាហើយគង់លើខ្នងកូនលាផងដែរនៅសម័យព្រះយេស៊ូវមនុស្សអានអត្ថបទដូចនេះហើយទន្ទឹងរង់ចាំព្រះអង្គសង្គ្រោះដែលបានសន្យាយាងមករកពួកគេដូច្នេះព្រះយេស៊ូវជ្រាបច្បាស់ពីអ្វីដែលទ្រង់កំពុងធ្វើទ្រង់បានសម្រេចចិត្តចូលទៅក្នុងទីក្រុងតាមរបៀបនេះឯងដើម្បីទ្រង់អាចបំពេញសេចក្តីសន្យានេះចំពោះព្យាការីសាការីប៉ុន្តែទ្រង់យាងមកតាមរបៀបដែលមនុស្សមិនធ្លាប់រំពឹងទុកគឺយាងមកជាអ្នកបម្រើដ៏រៀបទៀបមិនមែនជាស្ដេចដែលអួតអាងនោះទេព្រះយេស៊ូវគឺជាព្រះសង្គ្រោះដែលបានសន្យាថានឹងសង្គ្រោះដល់អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមទ្រង់ប៉ុន្តែតើទ្រង់សង្គ្រោះយើងអ្វីការអានកម្មគម្ពីរដំណឹងល្អយើងអាចដឹងបានថាប្រជាជនមានការភ័ន្តច្រឡំអំពីអ្វីដែលពួកគេពិតជាត្រូវការដើម្បីសង្គ្រោះវាច្បាស់ណាស់ថាពួកគេសន្មតថាពួកគេភាគច្រើនត្រូវការសង្គ្រោះចេញពីពួកអ្នកជិះជាន់ជនជាតិរ៉ូម៉ាំងនេះទំនងជាមូលហេតុដែលពួកគេចាប់ផ្ដើមស្រែកថាហូសាណាតើអ្នកដឹងទេថាហូសាណាមានន័យយ៉ាងណាពាក្យភាសាហេប្រឺមានន័យថាសង្គ្រោះយើងពួកគេដឹងថាពួកគេត្រូវការសង្គ្រោះប៉ុន្តែតើពួកគេច្បាស់ទេថាពួកគេត្រូវការសង្គ្រោះពីអ្វីឬដោយរបៀបណាព្រះយេស៊ូវបានយាងមកដើម្បីរំដោះពួកគេមិនមែនគ្រាន់តែរំដោះចេញពីចក្រភពរ៉ូមទេប៉ុន្តែមករំដោះពួកគេពីអំពើបាបរបស់ខ្លួនជាក់ស្ដែងប្រសិនបើភ្នែកយើងមើលឃើញយើងអាចមើលឃើញថានេះជាបញ្ហាដ៏ធំប្រសិនបើប្រជាជនត្រូវបានរំដោះចេញពីចក្រភពរ៉ូមប៉ុន្តែចិត្តរបស់គេនៅតែរឹងជជែកពួកគេនឹងប្រើសេរីភាពរបស់ពួកគេដើម្បីបណ្ដោយខ្លួនធ្លាក់ទៅក្នុងការថ្វាយបង្គំរូបព្រះនិងការគៀបសង្កត់ដូច្នេះទោះបីជាវាអាចឲ្យជនជាតិយូដាមានការឈឺចាប់ក្នុងការទទួលស្គាល់អំពីរឿងនេះក៏ដោយសេរីភាពចេញពីចក្រភពរ៉ូមគឺមិនមែនជាបញ្ហាធំរបស់ពួកគេទេបញ្ហាដ៏ធំនោះគឺជាអំពើបាបទៅវិញទេព្រះយេស៊ូវគឺជាព្រះសង្គ្រោះដែលបានសន្យាដែលបានយាងមកដើម្បីសង្គ្រោះពួកគេចេញពីបញ្ហាដ៏ពិតគឺអំពើបាបដូច្នេះសម្រាប់យើងវិញតើយើងសុំព្រះឲ្យអត់ទោសសម្រាប់កំហុសរបស់យើងញឹកញាប់ប៉ុណ្ណាយើងគិតថាបញ្ហាដ៏ធំរបស់យើងគឺជារឿងលុយកាក់
ឬរូបសម្ផស្សចំណាត់ថ្នាក់ឬជាការទទួលស្គាល់ពីអ្នកដទៃប៉ុន្តែសម្រាប់ព្រះយេស៊ូវទ្រង់ព្រួយបារម្ភអំពីការដែលយើងទទួលការសង្គ្រោះរួចពីអំពើបាបទៅវិញជំនួសឲ្យលុយកាក់ទ្រង់ចង់ផ្ដល់ឲ្យយើងនៅសេរីភាពចេញពីភាពលោភលន់របស់យើងជំនួសឲ្យភាពជោគជ័យខាងលោកីទ្រង់ចង់ផ្ដល់ឲ្យយើងនៅដួងចិត្តរៀបទៀបជំនួសឲ្យភាពសុខសាន្តទ្រង់ចង់ផ្ដល់ឲ្យយើងនៅភាពក្លាហាននិងកម្លាំងតើអ្នកឃើញពីភាពខុសប្លែកគ្នានេះដែរឬទេបាទអរគុណព្រះអង្គសម្រាប់ថ្ងៃនេះសេចក្តីថ្លែងរបស់យើងកັບតែប៉ុណ្ណេះសូមព្រះបន្ទានពរ